នេះក៏យើងដាំតំណាំដែរបាទទិដ្ឋភាពពេលយប់ម៉ោងស្មើនេះគឺម៉ោង 7:11 យប់ហើយបាទបងប្រុសស្រីឃើញហ្នឹងបាទឃើញភ្លើងនោះមិនមែនភ្លើងអីទេគឺភ្លើងចំកដោពេលណាបាទភ្លើងចំកដោពេលទីទៀតបងប្អូននឹងឃើញហើយបាទនេះគឺទិដ្ឋភាពពេលយប់ណានៅក្នុងការដ្ឋាន400បាទមើលទាំងមុខបាទទាំងក្រោយគឺភ្លឺពេញតែម្ដងដោយសារយើងបានបំពាក់អំពូលសូឡានេះគឺជាង100អំពូលនៅក្នុងការដ្ឋានណាបាទហើយកាលហ្នឹងទិញអំពូលសូឡានេះក៏រៀងថ្លៃដែរមួយចូល$45-$55ដែរអញ្ចឹង100អំពូលគុណទៅអស់លុយគួរសមដែរបាទអញ្ចឹងអស់លុយគឺចាញ់រៀបចំអាងទេរៀបចំអាងនេះគឺអស់ច្រើនណាស់បាទហើយយើងតាំងចិត្តធ្វើជាគំរូសម្រាប់បងប្អូនកូនខ្មែរជាពិសេសនិស្សិតគាត់អាចមកសិក្សានៅទីនេះបានយកចំណេះជំនាញហើយប្រជាពលរដ្ឋយើងក៏គាត់អាចមកសិក្សាទីនេះបានយកជំនាញពិតរបៀបធ្វើពិតហើយនឹងមានទីផ្សារច្បាស់លាស់សម្រាប់ខ្លួនដើម្បីឲ្យយើងអាចមានមុខរបរសម្រាប់គ្រួសារភ្លើងនេះគឺកដោបទេណាបងប្រុសស្រីមើលណាឃើញកដោបហ៎ណែនតែម្ដងណាណែនសិតតែកដោបណាហើយយើងដាក់ភ្លើងហ្នឹងទៅស៊ីទាំងយប់ទាំងថ្ងៃឲ្យឆាប់ធំមើលឡើងប៉ុណ្ណាហើយបាទមើលឡើងប៉ុណ្ណាហើយណាបាទចែកម្លែកជូនបងប្រុសបងស្រីបន្ថែមណាបាទនេះគឺទស្សនវិជ្ជានៅពេលយប់បាទហើយតំណាំអីដាំដុះលូតលាស់ល្អតែសារយើងប្រើលាមកកដោបដាក់កន្លែងណាល្អកន្លែងហ្នឹងណាបាទដាក់កន្លែងណាល្អកន្លែងហ្នឹងបាទនេះសបាយសម្រាប់ចិញ្ចឹមត្រីបាទនេះសបាយណានេះថតពេលយប់ឃើញណាបាទអូខេឃើញចំណាំរស់ខ្ចីចៃញញគេសារយើងប្រើលាមកកដោបហើយលាមកមន់សំគ្នាសបឡាយណាអូឡងពេញហ្នឹងតែម្ដង